ណាចាប់យើងរំលោភសួរថាពាក្យថារំលោភនឹងហើយអាពាក្យថាព្រមហុចឲ្យគេនឹងវាខុសគ្នារបៀបម៉េចណារំលោភនឹងវាគឺបានសេចក្តីថាយើងមិនព្រមគឺជាការបង្ខិតបង្ខំដោយសារតែមិនពេញចិត្តហ្នឹងហើយមិនពេញចិត្តមិនដែរគេមករំលោភយើងនិយាយតែបងអីចឹងឯងកុំធ្វើបងអូនអីចឹងឯងយល់ទេគេរំលោភនេះគេមានន័យថាគេចាប់បង្ខំយើងតែយើងមិនចង់តែយើងក្បៀតតែយើងខ្ជិបតែយើងរុញតែយើងស្រែកយើងប្រទេសប្រតាស់អីចឹងទៅអាហ្នឹងនិយាយមែនអាហ្នឹងបើគេហៅថារំលោភតែបើសិនជាយើងជាស្រីដែលយើងព្រមទៅដេកជាមួយនឹងភក្តីខាងប្រុសនិយាយទៅស្រីខ្លះវាឲ្យទៅហ្នឹងហើយនិយាយពាក្យថាឲ្យទៅហ្នឹងហើយហើយខ្ញុំសុំនិយាយឲ្យក្មេងក្រោមអាយុ13ឆ្នាំហាមស្ដាប់ចាយនិយាយបងប្អូនណាមានកូនក្មេងអីនៅចិត្តថ្ងៃហ្នឹងយកកូនក្មេងចេញឲ្យឆ្ងាយពីកញ្ចក់ទូរស័ព្ទឲ្យឆាប់ពីព្រោះថ្ងៃនេះខ្ញុំប្រើពីសម្ដីអសរោះតិចចោះបើសិនជាយើងព្រមឲ្យគេវាខុសគ្នាហ្នឹងហើយយើងព្រមឲ្យគេហ្នឹងមានន័យថាយើងមិនស្រែកយើងព្រមយើងធ្ងរយើងស្រួលហ្នឹងហើយអាហ្នឹងយើងនិយាយចឹងចោះព្រោះទាំងខ្ញុំទាំងអ្នកមានប្តីអីហ្នឹងវាដឹងហើយរឿង40%វគ្គអីហ្នឹងវាមិនអីមិនដឹងវាស្រួលមិនអីមិនហ្នឹងយើងដឹងហើយយើងមិនได้ចាប់ប៉ុណ្្នឹងហើយយើងដឹងហើយថារឿងពេលដែលយើងព្រមហ្នឹងវាស្រួលដូចបកជែកចឹងអាហ្នឹងនិយាយចឹងហ្មងទៅហ្នឹងហើយប៉ុន្តែខ្ញុំហួសចិត្តរឿងមួយខ្ញុំហួសចិត្តមែនទែនត្រង់ករណីមួយដែលគាត់ប្រើពាក្យណាគាត់ប្រើពាក្យថាព្រះសង្ឃនោះរំលោភគាត់ហ្នឹងហើយគាត់ប្រើពាក្យថាព្រះសង្ឃនោះពីដំបូងឡើងរំលោភគាត់ហ្នឹងហើយស្ដាប់ឲ្យច្បាស់គាត់ថាព្រះសង្ឃរំលោភមានន័យថារំលោភនេះគឺគាត់មិនព្រមទេអញ្ចឹងសួរថាអញ្ចេះអាពេលដែលគេណាពេលដែលគេរំលោភយើងដំបូងហេតុអីក៏យើងនឹងមិនគិតចង់ស្វែងរកយុត្តិធម៌នឹងគឺជាសំណួររបស់ខ្ញុំចោទសួរហេតុអីក៏យើងមិនរកយុត្តិធម៌នៅពេលអាគេរំលោភយើងដំបូងនេះហ្នឹងហើយដល់ពេលភក្តីខាងស្រីហ្នឹងគេថាដោយសារតែគេហ្នឹងហើយដោយសារតែគេហ្នឹងបានទទួលការគម្រាមកំហែងលោកនឹងគម្រាមមិនឲ្យប្រាប់ម៉ែអីឬក៏អីចេះមួយទៅហ្នឹងហើយអញ្ចឹងខ្ញុំចោទសួរទៀតថាអូខេបើសិនជាគេគម្រាមបន្ទាប់មកគាត់ថាលោកនិយាយថាគាត់នឹងហ្នឹងហើយគាត់នឹងស្រឡាញ់ហ្នឹងហើយលោកបានថាគាត់នឹងស្រឡាញ់ពេញចិត្តជាមួយនាងអីចឹងទៅក៏នាងនឹងហាក់បីដូចជាមានអារម្មណ៍មួយខាងបើជ្រុលតែអញ្ចឹងហើយអញ្ចឹងបើលោកទទួលខុសត្រូវហើយក៏អែចឹងទៅអញ្ចឹងមានន័យថាអាវីដេអូនេះអាវីដេអូដែលដេកស៊ីពោតសោយសុកជាមួយគ្នានេះមានន័យថាវីដេអូនេះគឺវីដេអូដែលជាការពេញចិត្តហ្នឹងហើយវីដេអូដែលគាត់នឹងពេញចិត្តស្ម័គ្រចិត្តពីព្រោះពេលដែលយើងស្ដាប់វីដេអូហ្នឹងទៅខ្ញុំសួរកញ្ញាតិចមើលកញ្ញាមើលមកពួកខ្ញុំដែលជាប្រជាជនខ្មែរហ្នឹងដែលកំពុងតែតាមដានរឿងព័ត៌មានមួយហ្នឹងដែលសារតែស្រឡាញ់សាសនាហ្នឹងកញ្ញាចាប់ទុកពួកខ្ញុំហ្នឹងជាស្អីណាជាអាយ៉ងមែនជាមន្តកាំងមែនជាមនុស្សដែលថាអូចឹងអ្នកឯងឆ្លើយគោក៏គោទៅអ្នកឯងចង់ឆ្លើយក្របីក៏ពួកខ្ញុំជឿទៅហើយគិតថាប្រជាជនខ្មែរហ្នឹងម្នាក់ហ្នឹងវាអត់មានខួរក្បាលយើងតែគិតដូចគេស្អីហ្នឹងហើយអញ្ចឹងឯងមិនចង់បញ្ជាក់ថាវីដេអូហ្នឹងគឺពេលដែលចេញមកអ្នកទាំងអស់គ្នាទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាក៏អាចមើលឃើញថាវីដេអូនេះគឺគាត់ធ្វើទៅដោយការពេញចិត្តហ្នឹងហើយព្រោះគាត់និយាយថាដល់បើឯងធ្វើដូចអីគេថែមម្ដងទៀតមើលធ្វើដូចមិញមើលធ្វើដូចមិញហើយដល់ចង់និយាយថាគាត់ចាប់ទុកថាពួកយើងហ្នឹងជាអីហ្នឹងហើយគិតថាពួកយើងហ្នឹងមកមានតែក្បាលមានខួរយកមកតាមមិនបានគេត្រូវជឿហ្នឹងអញ្ចឹងឯងបើខ្ញុំចង់បញ្ជាក់ថាសម្រាប់អ្នកមួយចំនួនដែលគាត់បងមិននឹងនិយាយអីបងឯងគួរតែយល់ដល់អារម្មណ៍មនុស្សស្រីដូចគ្នាផង
ចាអូនខ្ញុំនេះឯងដែលមនុស្សស្រីដែលយល់អំពីអារម្មណ៍ដូចគ្នាពីព្រោះខ្ញុំកំពុងតែគិតថារឿងនេះវាយូរទៅវាខ្លាយទៅជារឿងកំ ប្លែងមួយដែលចង់បវរក្បាលនេះទាំងអស់គ្នាទៅឆ្វេងបវរក្បាលនេះទាំងអស់គ្នាទៅស្ដាំពីព្រោះខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថារឿងហ្នឹងគឺសម្រាប់ខ្ញុំនៅពេលហ្នឹងក្រៅពីរឿងសាសនាក្រៅពីខ្ញុំចង់និយាយបំបត្តិថាលោកហ្នឹងបានបំផ្លាញអ្វីដែលជាសាសនាជាតិគឺខ្ញុំចង់បញ្ជាក់ថាមានរឿងជាច្រើនទៀតនៅក្នុងសង្គមណាដូចជារឿងក្មេងៗនៅឯមណ្ឌលសង្គ្រោះណាក្មេងៗដែលគាត់ត្រូវគេរំលោភត្រូវគេចាប់យកទៅលក់ហ្នឹងហើយត្រូវគេចាប់បង្ខិតបង្ខំរំលោភអ្នកខ្លះចឹងរំលោភក្មេងអាយុ13ខែត្រូវគេរំលោភហេតុអីក៏អ្នកទាំងអស់គ្នាមិនទៅឈឺឆ្អើហេតុអីមកឈឺឆ្អើជាមួយនឹងមីចៅកញ្ចុយនេះខ្ញុំសូមមួយម៉ាត់មើលម្នាក់យូរទៅមកឈឺឆ្អើជាមួយនឹងបុគ្គលម្នាក់ដែលថាអាពេលដែលគេរំលោភគាត់ដំបូងហ្នឹងក៏អត់មានចង់បានយុត្តិធម៌ទេហ្នឹងហើយដល់ពេលហើយដោយសារអីគាត់លេងចង់បានយុត្តិធម៌ឯអាពេលគេរំលោភដំបូងដោយសារតែលោកហ្នឹងគាត់និយាយថាគាត់ព្រមអីគេគាត់ស្រឡាញ់អីចាស់ទៅណាលោកអែលោភឲ្យលោកអែអីចឹងទៅបងស្រឡាញ់អូនអីចឹងទៅគាត់ស្មានថាគាត់នឹងដូចនាងទាវនៅក្នុងសាច់រឿងតុងទាវចឹងហ្នឹងហើយហើយដល់ពេលបន្ទាប់មកដល់ពេលលោកស៊ីពោតហើយរត់លោកអ៊ីតដកូនហើយរត់បាត់តាំងមកធ្វើឯងនឹងទាស្រែករយុទ្ធធរពីមុនខ្ញុំអត់ហ៊ានដោយសារតែលោកគាត់គម្រាមតែដល់ពេលលោកថាលោកស្រឡាញ់ខ្ញុំទៅក៏ខ្ញុំដោយលក្ខណៈថាបើវាជ្រោចឹងហើយក៏អញ្ចឹងចាស់ហ្នឹងហើយដល់ពេលលោកអ៊ីតដកូនហើយរត់បាត់មកធ្វើឯងនឹងផុសខ្ញុំផុសដើម្បីឲ្យលោកនឹងក៏ចេញមុខមកដោះស្រាយខ្ញុំមិនចង់បានអីទេគ្រាន់តែចង់បានយុត្តិធម៌មុខមាត់គ្រួសារខ្ញុំប៉ុណ្្នឹងដែរបើមុខមាត់គ្រួសារអ្នកនាងឯងប៉ុណ្្នឹងដែរអ្នកនាងឯងគួរតែស្វែងរកយុត្តិធម៌តាំងពីដើមតាំងពីអាគេរំលោភពេលដំបូងនេះហ្នឹងហើយគឺខូច credit ដល់ស្រីគេដទៃទៀតហ្នឹងហើយអាហ្នឹងមួយខូច credit ដល់នេះអញស្រីដូចនាងឯងដែរនេះហ្នឹងហើយបើគេរំលោភអញពីដំបូងបើអញស្រឡាញ់កិត្តិយសគ្រួសារអញបើត្រូវគេរំលោភអញមិនមែនពេញចិត្តទៅអ៊ីដខុនមួយគេទេណាបន្តិចទៀតនេះ6000 7000នេះ SP popcorn មកស៊ីទាំងអស់គ្នាហើយទិញពោតស្កាម្នាក់ធំមកអង្គុយលឹកមកអង្គុយទៅពីហើយមកអញ្ចឹងឯងមិនថាស្អីគេទុំទា2018ម៉ោងស្អីគេអ៊ីដខុនលទ្ធខុនអីលំផ្អើពេញ Facebook ខូចសាសនាខូចកិត្តិយសតម្លៃស្ត្រីខ្មែរទាំងអស់គ្នាអានេះឯងដូចគេហៅថាត្រីមួយស្អុយត្រីមួយស្អីគេត្រីមួយស្អុយមកកាឆេហ្នឹងអញ្ចឹងឯងមិនថាមុននឹងធ្វើអីអត់ដឹងខ្លួនឯងទេអូសទាំងវាខ្មាស់អាសោចគេឈ្មោះទាំងខ្លួនឯងហើយព្រះសង្ឃនឹងធ្វើឲ្យខូចដល់សង្ឃល្អដល់ទៅទៀតហើយមិនត្រឹមតែប៉ុណ្្នឹងអូសទៀងមុខឪពុកម្ដាយខ្លួនឯងនឹងឲ្យមកថោកជាមួយនឹងខ្លួនឯងទៀតអញប្រាប់ថានាងឯងនេះទាវមហាសែនល្អជំនាន់មុនណាយាយផាន់ណាអញប្រាប់យាយផាន់ណាគេយកទៅណោព្យួររស់ដាច់ក្បាលចោលនៅលើដីអញប្រាប់តែបើថាចំនួននេះវិញលោកហើយច្បាប់និយាយត្រង់ច្បាប់រងថ្ងៃនឹងគាត់យកទៅធរចំពោះតែគាត់ដែលគាត់មានមុខមាត់ហ្នឹងឯងគាត់ថាម៉ែឲ្យគាត់មុខមាត់ប៉ុណ្្នឹងដែរបានច្បាប់គេមកហ្នឹងឯងបានមកវេកញែកតែក្មេងនៅឯមណ្ឌលសង្គ្រោះណោរងគ្រោះផ្លូវភេទជួញដូរផ្លូវភេទចាប់លោកចាប់អីអត់មានអ្នកណាគេទៅស្វែងរកយុត្តិធម៌ឲ្យពួកគាត់ទេក្មេង13ខែក៏មានគេរំលោភអាខ្លះគេរំលោភឲ្យគេយកទៅវះយកកលៀនយកអីអ្នកណាគេរកយុត្តិធម៌ឲ្យគាត់មកផ្អើលពេញ Facebook អាលឿងស្អីគេទុំទាវ2018អ៊ីតខុនអីហើយអីក៏ម៉េះថាម្នាក់ឯងឆ្ងល់អញចង់ឲ្យគប់មកអានេះស្អីគេលបើនៅនឹងយូរណានិយាយមែននិយាយត្រង់ហ្មងអញ្ចឹងឯងមិនថាខ្មែរយើងឥឡូវហ្នឹងដូចថារឿងមិនសមជារឿងក៏វាជារឿងហើយអារឿងដែលយើងគិតថានិយាយរួមទៅយើងជាបុគ្គលនេះពេលដែលយើងចូលទៅមើលយើងកំពុងតែគិតថាខាងណាធ្វើខុសខាងណាធ្វើត្រូវហ្នឹងហើយនិយាយរួមទៅបើអ្នកទាំងអស់គ្នាសួរខ្ញុំថារឿងហ្នឹងគឺវាខុសទាំងពីរបើមីស្រីវាមិនទៅអាប្រុសក៏វាមកដែរហើយខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូហ្នឹងឲ្យហើយថាខ្ញុំមិនមែនដៀលគ្រប់ប្រសង់ទេគឺខ្ញុំថាឲ្យតែមួយអង្គហ្នឹងដែលមួយអង្គដែលធ្វើខុសហ្នឹង
ហើយចំពោះស្រីម្នាក់ដែលគាត់ធ្វើខុសហ្នឹងមិនត្រឹមតែថោកខ្លួនឯងទេប៉ុន្តែនាំម៉ែឲ្យខ្លួនឯងមកថោកទៀតហើយមករយយុទ្ធធរប្រកាសយកអីយ៉ាងចង់យករយុទ្ធធរចាំចោះទៅឋាននរកហ្នឹងហើយឲ្យគេបញ្ជូននេះឯងចោះទៅឋាននរកហើយឲ្យយមបានរយុទ្ធធរឯងហ្នឹងហើយអញរតែបលិសរតែមន្ត្រីណាមកជួយរយុទ្ធធរឲ្យក្មេងៗរាប់ម៉ឺនរាប់លានអ្នកនេះដែលត្រូវគេរំលោភត្រូវគេយកទៅលក់នេះក្មេងជាងក្បាលនឹងឯងទេគ្មានសមត្ថភាពស្ពាយកបោបជីឡានហ៊ឺហាចាយលុយពាក់ខោអាវលុយឆាយប្រែនអីដូចនឹងឯងទេឲ្យប្រាប់ឲ្យដឹងហ្នឹងហើយហើយអត់មានចេះគិតត្រូវឲ្យស្មាលីអត់មានចេះគិតមុនពេលនឹងខ្លួនឯងធ្វើអីថោកខ្លួនឯងហើយអញស្មាតទៅហើយអញសុំនិយាយចាស់អាពេលដេកមួយគ្នាស្រួលហើយដេកមួយគ្នាស្រួលហើយអត់មានអើយស្រែកយកយុទ្ធធរអីទេស្រែកធ្ងោស្រួលណាស់ហ្នឹងហើយតែដល់ពេលលោកអ៊ីតកូនឲ្យរត់ចោលតាំងទៀងម៉ែអើយខ្លួនឯងនោះមកថោកជាមួយទៀតហើយអញ្ចឹងសិតតែខ្លួនឯងនោះអីគេម៉ែអើយមុខមាត់ប្រប៉ុណ្្នឹងដែរបើដឹងតែម៉ែអើយខ្លួនឯងមុខមាត់ប្រប៉ុណ្្នឹងដែរគឺមិនមែនមកធ្វើអញ្ចឹងទេហ្នឹងហើយមិនមែនមកទៀងមកដៃខ្លួនឯងឲ្យមកអង្គុយយំសក់តែភ្លេចចឹងទេអាម៉ាស់ដោយសារតែមានកូនមួយហ្នឹងហើយអញ្ចឹងឯងមិនថាអត់ចង់និយាយឲ្យទេមិនដែរចង់ប្រមាថមើលងាយបុគ្គលណាទេប៉ុន្តែបុគ្គលជាអ្នកដែលសាងហ្នឹងហើយចូលចាំឲ្យច្បាស់កុំចេះតែបន្តថាអ្នកដែលគេលេង Facebook ឬក៏អ្នកអីនឹងចេះតែនិយាយចេះតែថាបើអ្នកឯងមិនធ្វើរឿងហ្នឹងឲ្យផ្អើលក៏ខ្ញុំអត់មានរឿងអីយកមកនិយាយតែដែររឿងហ្នឹងវាអត់មានពាក់ព័ន្ធជាមួយខ្ញុំទេប៉ុន្តែពេលណាដែលអ្នកឯងបំផ្លាញអ្វីដែលជាសាសនារបស់ខ្ញុំដែលជាដែលគេហៅថាលក្ខណៈស្ត្រីខ្មែររបស់ខ្ញុំគឺខ្ញុំត្រូវតែชี้ឆ្អាបពីព្រោះអ្នកឯងធ្វើអ្នកឯងត្រីមួយដែលស្អុយតែអ្នកឯងធ្វើឲ្យត្រីមកកញ្ឆេដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះស្អុយតាមអ្នកឯងខ្ញុំប្រាប់ឲ្យហើយណាចំពោះស្ត្រីទាំងអស់ដែលកំពុងមើលវីដេអូនេះបុគ្គលណាក៏ដោយអ្នកឯងចង់តែធ្វើគ្នាជាមួយអ្នកណាចង់តែធ្វើគ្នាជាមួយសង្ឃចង់តែធ្វើគ្នាជាមួយនឹងគ្រូចង់តែធ្វើគ្នាជាមួយនឹងពេទ្យនឹងគឺជារឿងរបស់អ្នកឯងប៉ុន្តែបើសិនជារឿងនោះបែកធ្លាយទៅក្នុងសាធារណៈរឿងនឹងក៏ជារឿងរបស់ប្រជាជនដែរនឹងឲ្យពីព្រោះវាថោកទាំងអស់គ្នាអ្នកឯងអ្នកធ្វើឲ្យប្រជាជនយើងវាថោកហើយស្ត្រីខ្មែរទាំងអស់ចូលចាំថាមុននឹងយកខ្លួនឯងទៅប្រឡាក់ប្រឡូសជាមួយអ្នកណាជាពិសេសអ្នកដែលចូលចិត្តដេកសហាយអីគេមិនសហាយស្មន់ទេអានឹងគេហៅគេដេកហុចឲ្យលោកបែកជើងឲ្យលោកសង្ឃនេះខ្ញុំចង់បញ្ជាក់ប្រាប់ថាស្ត្រីដែលរស់នៅប្រទេសកម្ពុជាគួរតែដឹងថាយើងជាស្ត្រីខ្មែរនេះយើងមានអ្វីដែលគេហៅថាជាលក្ខណៈនារីខ្មែរយើងមានអ្វីដែលយើងរស់នៅប្រទេសកម្ពុជានេះគឺគេហៅថាអ្វីដែលជាប្រពៃណីហ្នឹងហើយបើសិនជាខ្លួនឯងហ្នឹងមិនកាន់ទៅនឹងប្រពៃណីខ្មែរកុំរស់នៅស្រុកខ្មែរកុំនិយាយភាសាខ្មែរកុំប្រើភាសាខ្មែរកុំទៅចុយគ្នាធ្ងរខ្មែរហើយតាំងមកស្រែកយំស្រែកអីគេស្រែកយំស្រែកយុត្តិធម៌ស្រែករយយុត្តិធម៌នៅក្នុង Facebook ពីមហាជនពីថ្នាក់ដឹកនាំឬក៏អ្នកធំអីហ្នឹងហើយពីព្រោះវាថោកចរិតនឹងគឺវាថោកអញប្រាប់បើញ៉ែងគិតថាញ៉ែងគឺជាខ្មែរញ៉ែងកុំយកអាពាក្យមួយថាជានារីខ្មែរនឹងយកទៅបំផ្លាញអូអញនិយាយមែនខ្ញុំនិយាយត្រង់មកឥឡូវនេះខ្មែរយើងក៏ប្រកែអាខាងរោរឿងផ្លែកយកមកឲ្យគេឌីលហ្នឹងហើយអានេះខ្មែរនិយាយឲ្យខ្មែរគ្នាឯងនោះដោយសារចង់ឲ្យខ្មែរគ្នាឯងនោះវាល្អណាហើយសង្ឃឹមថាលើកហ្នឹងឯងគឺជាបទពិសោធន៍សម្រាប់ជីវិតរបស់អ្នកទាំងពីរចុះហើយខ្ញុំចង់បញ្ជាក់មួយទៀតថាខ្ញុំឃើញព្រះសង្ឃម្នាក់ហ្នឹងក៏បានផុសរូបប្រហែលជាប្រហែលម៉ោងមុននេះក៏បានផុសនិយាយថាគាត់ធ្លាប់ជួយមនុស្សអីណារាប់ម៉ឺនរាប់លានអ្នកចង់បញ្ជាក់ប្រាប់លោកបងថាមែនលោកបងធ្លាប់ជាសង្ឃដែលជួយដល់ប្រជាពលរដ្ឋណាដែលជួយដល់ពុកម៉ែបងប្អូនយើងរាប់ម៉ឺនរាប់លានអ្នកបើលោកបងដឹងអញ្ចឹងដែរមិនមែនលោកបងទៅធ្វើអំពើថោកអញ្ចឹងទេខ្ញុំសូមនិយាយតាមត្រង់តែម្ដងនិយាយតាមបណ្ដាញសង្គម Facebook ខ្ញុំអត់ខ្វល់ទេព្រោះខ្ញុំនិយាយតែការពិតមនុស្សប្រុសមនុស្សណាក៏ដោយមិនថាប្រុសមិនថាស្រីទេដោះខោអាវចេញដោះស្បង់ចេញដោះសាក់ចេញគឺនៅតែជាមនុស្សដូចតែគ្នាមនុស្សដែលមានប្រដាប់ដូចតែគ្នាណាស្រីមានតពោកប្រុសមានលឹងឥឡូវខ្ញុំនិយាយចឹងចាស់
mình như dương á tại thông mà bận năng hai sọc bây giờ mấy ở chút đọc bay xăm bơ chăng còn biết chắc nè rắm chăng ai đây nát aoแต่វាមើលអីខុសប្លែកពីធម្មតាឲ្យតែវារៀងអាណាប៉ះអីកន្លែងនឹងសិក្សាអីគឺអារម្មណ៍នឹងវាមានមកដែរឯងណាប៉ុន្តែបើយើងជាសង្ឃណាយើងកាន់តែនឹងព្រះពុទ្ធសាសនាយើងគួរតែដឹងហើយណាយើងគួរតែដឹងហើយថាអាការឃុំក្រងអារម្មណ៍របស់យើងកុំឲ្យមានអារម្មណ៍នៅពេលដែលឃើញញោមស្រីហ្នឹងណាយើងគួរតែដឹងហើយថាត្រូវធ្វើរបៀបម៉េចបើយើងជាសង្ឃយើងមិនចេះឃុំក្រងអារម្មណ៍នឹងខ្លួនឯងគឺសូមមេត្តាកុំបោះជាសង្ឃសឹកទៅណាដោះស្បង់ចំពោះចេញតែពាក់កៅអៅធម្មតាចង់តែដេកមួយស្រីណាទៅបនណាទៅស្រីខូចណាសូមមេត្តាអញ្ជើញទៅចោះនឹងគឺជាសិទ្ធិរបស់អ្នកឯងប៉ុន្តែនៅក្នុងគណៈពេលមួយដែលអ្នកកំពុងតែពាក់ស្បង់នេះខ្ញុំសូមលើកដៃសំពះគ្រប់អង្គណាគ្រប់ព្រះសង្ឃគឺសូមមេត្តារក្សាអាភាពមួយដែលចេះគន្ត្រូលទៅនឹងអារម្មណ៍ខ្លួនឯងផងហ្នឹងហើយអញ្ចឹងជាចុងក្រោយនេះខ្ញុំគ្រាន់តែចង់និយាយថាចំពោះរឿងហ្នឹងខ្ញុំអស់ពេលវេលានិយាយទៀតហើយពីព្រោះសម្រាប់ខ្ញុំមានពេលវេលាខ្ញុំទៅធ្វើរឿងល្អផ្សេងទៀតនៅក្នុងសង្គមខ្ញុំគ្មានពេលមកស្ដាប់អារឿងលោកសង្ឃស៊ីប៉ូតអីគេអ៊ីតដខនតុងទាវ2018ហ្នឹងទេខ្ញុំអត់មានពេលទេប៉ុន្តែដោយសារតែហ្វេនក៏ចង់ស្ដាប់គាត់សនំពោអញ្ចឹងបើគាត់ចង់ដឹងពីមតិផកខ្ញុំនេះគឺជាមតិផកខ្ញុំហ្នឹងហើយ konmang.com.kh/only Cambodia អរគុណច្រើនបងប្អូនអញ្ចឹងជួយ share វីដេអូនេះមួយហើយសង្ឃឹមថាការបកស្រាយមួយនោះនឹងបង្ហាញទៅដល់បុគ្គលមួយចំនួនថាកុំចេះតែដៀលគេនៅ Facebook នឹងថាគេចេះតែថាបើខ្លួនឯងនឹងមិនធ្វើឲ្យមានរឿងទៅគេមិនលើកយកមកនិយាយដែរអញ្ចឹងនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបន្តស្រឡាញ់ជាមួយនឹងអ្វីដែលជាការល្អសម្រាប់សង្គមខ្មែររបស់យើងមានរឿងជាច្រើនទៀតដែលពួកយើងគួរតែឈឺឆ្អាលចំពោះរឿងមួយហ្នឹងនាងខ្ញុំសូមបញ្ចប់វគ្គអីគេទុំទាវ2018ម៉ាំងសិស្សខនតែត្រឹមហ្នឹងព្រោះវាជាការពិត YOLO bitch